miền nẹt khác tới dương còn là khơi đối thay dương miền chất sả lánh trong rộp an trong nỉ trong bờ sài cái này chẳng ngày hát đôi thay squat cái này bình cao mà và miền nẹt khác tới mưa tới đối mình sớm pin chất mà nó bây giờ biển không về vọt ở sòng xa đấy về thọp chuột á ở ta chị bon chị ôn chị mai chị ơi chị ở đây chị buôn chẳng tới du tới ta bắt thay việc bắt băng đôi chiết cầm nát xem mất đọc về khơi nữa với đôi thật miên này say chỉ mùi khnia chẳng từ bên ở không hạt để nó mọi bàn khnia chị ở đây buôn nó miền pi muối thọp chỉ ở đây buôn không tây tạ chiết máu bột bê sòn này vì nó miền cà rùm rùm này chỉ mùi khniaទីពីរបានជួបប្រស្រ័យគ្នាទៅវិញទៅមកហើយបានដូចថាផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកក៏ជាប់គ្នាបានជាប្តីជាប្រពន្ធចឹងហើយឬក៏ក្នុងករណីខ្លះឃើញទៅហាក់ដូចថាស្រឡាញ់ដូចជាកូនដូចជាក្មួយចឹងទៅនៅសម័យពុទ្ធកាលមានតាយាយពីរនាក់នោះឃើញព្រះមកដល់រត់ហេមកអូយព្រះអង្គលោកកូនទៅណាបាត់យូរម៉េះហើយគប់ប្រស្រ័យតាក់ទងគ្នាដូចជាម៉ែដូចជាកូនចឹងទៅហើយភិក្ខុសង្ឃចេះតែឆ្ងល់ហ่าព្រះអង្គមានញោមស្រីញោមប្រុសនៅឯវាំងនោះមិនក៏មានញោមស្រីញោមប្រុសនៅនឹងទៀតព្រះអង្គសម្ដែងថាលោកតាយាយពីរនាក់ហ្នឹងធ្លាប់ជាម្ដាយជាឪពុកព្រះអង្គ500ជាតិហើយដល់អញ្ចឹងដូចថាចិត្តដិតនឹងព្រះអង្គមែនតែនអញ្ចឹងសូម្បីថាឥឡូវហ្នឹងមិនមែនជាឪពុកជាម្ដាយមិនមែនឪពុកជាកូនប៉ុន្តែដូចថាចិត្តហ្នឹងវានៅដិតដាមជាប់អញ្ចឹងទៅអញ្ចឹងបាននៅក្នុងធម៌ហ្នឹងព្រះអង្គលោកសម្ដែងថានៅក្នុងភពផែនដីនេះចក្រវាលនេះមិនដឹងថានឹងត្រូវរកអ្នកណាដែលមិនធ្លាប់ជាប់ជាសាច់ញាតិនឹងគ្នាជាបងជាប្អូនជាម៉ែជាឪម្នាក់ស្លាប់កោនោះវាមិនដឹងយល់ថាត្រឡប់ត្រឡិនទៅមកជាម៉ែជាឪម្ដងជាកូនម្ដងជាម៉ែអញ្ចឹងព្រះអង្គមើលទៅគ្រប់គ្នាទាំងអស់សុទ្ធតែជាម្ដាយសុទ្ធតែជាឪពុកសុទ្ធតែជាបងសុទ្ធតែជាប្អូនសូម្បីថាឥឡូវហ្នឹងខឹងគ្នាស្អប់គ្នាហ្នឹងប៉ុន្តែអ្នកហ្នឹងជាម្ដាយអ្នកហ្នឹងជាឪពុករបស់យើងបើយើងដឹងអញ្ចឹងបើហើយជាគ្មានចិត្តអីនឹងទៅខឹងទៅនឹងជេរគាត់ទេបើទោះជាគាត់ធ្វើអីខុសឆ្គំឆ្គយជាមួយយើងក៏ដោយមានតែទឹកចិត្តអាណិតស្រឡាញ់គាត់ទៅវិញទេអញ្ចឹងបាននៅក្នុងធម៌ព្រះអង្គឲ្យមានការផ្សាយមេត្តាហ្នឹងមេត្តាមិនមានប្រមាណមិនមានកំណត់មិនមានដែនទេផ្សាយទៅស្រឡាញ់ដូចជាម៉ែស្រឡាញ់កូនអញ្ចឹងដោយសារយើងមើលដំណើរវាលវត្តសង្សាររបស់មនុស្សវិលវល់កើតស្លាប់ម្ដងម៉ែម្ដងកូននោះហើយសិតទៅធ្លាប់ជាប់ជាសាច់ញាតិនឹងគ្នាហើយមានរឿងអីថានឹងត្រូវចងគំនុំចង់សម្លាប់មនុស្សហ្នឹងបើជាពុកជាម្ដាយយើងសោះហ្នឹងមានរឿងអីត្រូវចង់សម្លាប់ចង់ចងអាឃាតទៅដោយសារតែអវិជ្ជាដោយសារតែកំហឹងបានវាធ្វើឲ្យមនុស្សយើងនឹងដូចថាមើលស្អប់គុំចង់ទៅសម្លាប់គ្នាពេលខ្លះតែបងប្អូនឯងនឹងជាតិនឹងក៏លែងគិតថាជាបងជាប្អូនណាឆ្លោះគ្នាដើមដីដើមភ្លីអីចឹងទៅជាលែងគិតល្អអាក្រក់អាត្មាឮពាក្យញោមប្រុសម្នាក់នោះគាត់និយាយរៀងធ្ងន់ដែរគាត់ថាដល់ពេលដីឡើងថ្លៃមនុស្សរៀងចុះថោកបន្តិចវិញពាក្យនឹងរៀងធ្ងន់បន្តិចវាមិនចឹងទាំងអស់ទេក្នុងករណីខ្លះទេដែលវាលែងគិតពីរឿងបុណ្យរឿងបាបរឿងល្អរឿងអាក្រក់ទៅគិតតែពីរឿងអញខ្លាំងអញឈ្នះអញគ្រាន់បើជាងអីចឹងទៅអញ្ចឹងវាទៅជារឿងធ្វើឲ្យមានភាពកកល្អក់មិនសុខមិនសានបើទោះជាមានទ្រព្យសម្បត្តិអីនឹងហើយក៏ដោយអញ្ចឹងយើងរៀនពង្រីកសេចក្តីស្រឡាញ់រៀនបើកបេះដូងឲ្យទលាយរៀនមើលមនុស្សគ្រប់គ្នាទាំងអស់ក្នុងនាមជាបងជាប្អូនហើយក្នុងនាមជាឪពុកម្ដាយរបស់យើងហើយនឹកថាបើឪពុកម្ដាយរបស់យើងមែនណាពីជាតិមុនមកបើគាត់ជាឪពុកម្ដាយយើងថ្វាយគុំយើងអរគុណដែលបានចាំបាច់ប៉ុន្តែវាវិលវល់វាបិទបាំងដោយអវិជ្ជា
ភពជាតិកំណើតទេវាភ្លេចភ្លាំងបានតាមពិតក្នុងធម៌ហ្នឹងគឺអញ្ចឹងមែនព្រះអង្គសំបារមីមកមិនដឹងជារាប់សែនជាតិលានជាតិមកកើតកំណើតជាសត្វនេះសត្វនោះហើយសិតតែធ្លាប់ជាឪពុកជាម្ដាយរបស់គ្នាទៅវិញទៅមកអញ្ចឹងគួរតែមានមេត្តាដល់គ្នាទៅវិញទៅមកអនុមោទនាអាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ
មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបន់ចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាធបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកកំហុសជាសាមញ្ញជន
អ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់ត្បិតថាកំហុសធ្វើឲ្យអ្នកឈឺចាប់មែនតែវាបានប្រាប់អ្នកពីចំណុចខ្វះខាតហើយអ្នកអាចយកវាជាមេរៀនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនៅពេលក្រោយបើធ្វើខុសហើយត្រូវតែហ៊ានទទួលស្គាល់កំហុសហើយកែប្រែវាទៅហើយក៏គ្មានប្រយោជន៍អ្វីនឹងដេកក្តៅក្រហាយស្ដាយក្រោយឡើយព្រោះបើស្ដាយទៅក៏គ្មានកែអ្វីកើតដដែលម្យ៉ាងទៀតបើមានអ្នកណាហ៊ានប្រាប់កំហុសអ្នកគួរអរគុណគេទោះបីគេប្រាប់ដោយពាក្យល្អឬពេលខ្លះមិនល្អក៏ដោយមនុស្សបានប្រសើរខ្ពង់ខ្ពស់ដោយបានរៀនសូត្រពីកំហុសខ្លួនឯងនិងពីកំហុសអ្នកដទៃកំហុសជាសាមញ្ញជនអ្នកណាក៏មានកំហុសដែរតែសំខាន់ថាតើចេះទទួលស្គាល់កំហុសហើយកែប្រែវាឬទេអ្នកព្យាយាមបិទបាំងកំហុសខ្លួនឯងគឺជាមនុស្សអន់ចំណែកអ្នកធ្វើខុសហើយប្រកែកយកត្រូវជាមនុស្សមហាអន់គិតច្រើនបើគិតច្រើនហើយនាំឲ្យអ្នកបានចម្រើនគិតទៀតចុះតែបើគិតទៅនាំឲ្យស្មុគស្មាញច្រើនខ្វល់ខ្វាយច្រើនកាត់វាខ្លីៗខ្លះទៅធ្វើសិនទៅបើខុសចាំគិតទៀតអ្នកគ្មានសមត្ថភាពគ្រប់គ្រងរឿងថ្ងៃស្អែកបានទាំងស្រុងទេរឿងណាត្រូវកើតប្រឹងខាត់ប៉ុណ្ណាក៏ខាត់មិនបានមិនមែនថាមិនខ្វល់មិនត្រៀមទុកទេគិតបង្ការទុកចុះធ្វើអ្វីដែលអ្នកអាចធ្វើបានតែកុំអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអីប្រឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបបើបានល្អចាត់ទុកថាបុណ្យល្អតែបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងបើដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងសំពីសំពងច្រើនពេកជីវិតមិនសូវមានរស្មីទេ គ
ចាប់ផ្ដើមសារជាថ្មីទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតសូមកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តអីដរាបណានៅមានដង្ហើមអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរអតីតកាលបានកន្លងផុតទៅហើយបើស្ដាយក្រោយក៏កែអ្វីមិនបានដែរកុំខ្មាស់កុំអៀនអីហ៊ានទទួលស្គាល់ការពិតរួចបន្តដំណើរទៅមុខទៀតទឹកភ្នែកថ្ងៃនេះបានលាងកែវភ្នែកអ្នកឲ្យបានស្អាតអ្នកអាចឃើញធម្មជាតិបានច្បាស់ជាងមុនអ្នកស្គាល់មនុស្សច្បាស់ជាងមុនអ្នកមានបទពិសោធន៍ច្រើនជាងមុនជីវិតតែមានបញ្ហាអីចឹងឯងជៀសមិនរួចទេប្រឹងដោះទៅដោះហើយធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកថ្ងៃនេះអាត្មានឹងអានសៀវភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយអង្គមម៉ែថ្វាយអង្គមឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបន់ម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍
hay kết thay vì chỉ hướng họ bạt cha thôi cho ở vì hùa tây nâng ăn tập bọt thì muốn dạy bị tây tất cả bị bật phết ăn tập bọt một tiếng nên dạy bị nơi sòl thà bà nẹ bật bong ở vậy stir off bị khuônอย่างhỏi na nẹ nơi sòl chỉ vứt nơi miền ngày ní nâng ngày ấy sầm rạp ruột bẩn to ngày ban lịch bật từ hời tây tất cả ban còn lon hút từ hời nhát ao việt từ cho ruột ba mình prom cổ vía bật từ hời riêng từ tu squa cà pít ruột thừa đầm na từ một tiền bự thật dừng bạch bong trộp bạch bong nhiệt dịch tì xà lanh phải gì xóa mày ấy chẳng chắcอย่างhai người dân nơi miền chỉ vật đây bên dưới đôi chùm bua đôi nơi con thò tới tây tất cả hu hai rồi lột bắt ai ăn miền này hay na cột tất cả có ăn miền này vậy để miền nó cứ phải chịu bòn năng tề hay phải chịu bòn năng của mình tiền được tiền về rồi lột tới hai vấn đề bờ dương vuông coi đài cả tục mình sọc chặt nắng dương áo của sau rương mình lọ nó không chặt đôi áo lường chẳng tôi chỉ bắt ấy của dương nó soi chỉ vật bởi dương tăng chất thà chặt đam xa chỉ thay cùng mà cùng yên nè na thà ấy thà chỉ vật nhom phẳng nắng dương từ một bàn ngái dương xẻ luôn tôi là riêng tôi có khắp bất chỉ vật nó chẳng nhóm trụ được nhóm kê trụ đường kê hay mình ai đôi kia để chỉ vật nặng nghe năng mà an sẽ phơi chiên từ một và tỏ phơi ở trong chất đó là tầm bọt muối gì bị mê riêng báo nẹ sầm rải chật kho chặt tục thà chỉ bọt bị sáu chỉ mê riêng sầm rạp ngày cày khăm miên nè nám mình thọp khâu tê khăm ấy thọp đua rọp sập đòn tụm ròm che đà rương mình lõ phơi ấy nè chui chạp tai vì chui nè ấy mưa bành há bàn chỉ ba chieng muốn squall mình đuประกอบ chieng muốn anh đang việc thòm đá nè ná của thọp khâu đây điệp được thật mình chỉ còn đùa chẳng đùa hay ngợp rồi bị trẻ chỉ men tàn chẳng ta ông lì mía thọp vừa vừa khó chịu ngôn ngờ men tàn bàn tay lụ bàn từ tua ở vạt bị bút hay cài prai cầm hót bán khai từ chỉ pre hòn chân dương hồ xì kha dương chuột mình lo cái bảo pra hay chẳng tới nó chỉ vật nó về răng về miền Tây khác bạp ỏi phó chụp rương mình lo nhưng tôi là dương chặt tục thân nó ngày chỉ mê riêng chỉ vật hay thưa ở dưới ngô bị giặt bị dài ngày khỏi môn đừng chưa bị trà nào ở chỉ ba hay miền Pành Háผมเอาสมัยจัดเลื่อนเปย์แต่งกำหังนั่งนอมเอาเมียนกำห้องเมียนเบิกได้สาระอัตบัดมวยเต้นใหญ่ปีบาปจ่าตามฉบับกรรมพอลยืงมันเนี่ยสดแต่ทลบสร้างบาปกรรมคลาปีแต่เจียดหมอกเปย์บาปจ่าอ่อยพอลก็จูบเรื่องมันรอจูบปัญหาตัวคอมรถเตน้าก็รถมันรวยสมบัยประพุทธก็เมียนบาปตามอ่อยพอลได้เรื่องมันล้อจีพอลในบาปจ้ะรีไอพีมูมาได้กระหายจีบาปทำไมได้เพื่อไอเรื่องกันแต่กระลางนั่งเบอร์ยื่นใหญ่ปีบาปกรรมพอยื่นคือสุดทอดเธอบาปคลาดฝืนบอลคลาเปคลาบอลอ่อยพอจูเบืองละอแต่
ពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងថារឿងបាបកម្មហ្នឹងធ្វើឲ្យរត់ណាក៏រត់មករួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបហ្នឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសម្ពងអាហ្នឹងទើបមិនសូវធ្ងន់ណាអន្តបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្តបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ទៅស្រក់ទឹកភ្នែកហើយតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមហ្នឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអញ្ចឹងតាហ្នឹងគាត់ភ្ញាក់ស្មារតីអញ្ចឹងខ្ញុំគាត់អាត្មាភាពគាត់ចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងបិទថាកើតមកក្នុងផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាទេអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសំបុណ្យសំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៀតទៅក្នុងពេលខាងមុខទៅមិនមែនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនមែនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេ
sạc chớ bê vì túm vì trớ tại chru tu bay nẹ khọt ông vó có vì mình sẽ đạp đài anh nâng khăn này mối đi thề bởi dương thai đã xa là bỏ nâng về bị chất bị tròn hai vì này tập bát là nâng dương thở từ tu score thật nhung phần thai hai bởi dương mình bán thai hay bắt nâng mau bị dương bà bạch chụp bòn mẹ bà tây tạ đây việc xong cái này đây nâng nào hôm nay thôi biết thọt chăm rừng muối bị môn sớm mày lục bốt nhôm nâng quạt nực tha quạt tranh bị nung pính quạt ăn vô là bỏ ấy chớ này bột cái đành ở tranh bị nung pính quạt kết tập bị lụa là bỏ vô lui vì bố lui vì xe giờ là bỏ ấy vì nguồn chân còn đã lui tăng có bố tăng bê giờ từ tam luôn quạt bê tranh bị nung pính bột cái bậc cà thà cái chụp chai lùi vậy còn là đăng thật cái chụp chai lùi bần nắng quất khôi sẽ tệ từ một lên hụi tôi tha say và sạt bọn rồi hốt đào nạ không cua xá thở bỏ bóng quất trao về vua giờ tới ọt cả anh nâng tôi tha về việc đó về là trộm nơi nâng mốc sẽ áp tèo việc xa khai tới chị là bỏ tầm lại linh mong anh nâng đào về là bởi vậy không cắm miền đây thề bồn để dương thở soi phò trộm nâng đoạn chân trộm nâng tây chi là bỏ ọt bàn cả nơi sơ máy bột cá của miền đây còn xóm trộm miền bình tới sẽ phải trông khối là bỏ nâng bài từ khai tới chi chung từ mình đây nè tập bọt một tiết bị cha rồi ná mình bàn là ai than nè mình bàn bị cha rồi ná bàn là ật là ón mình ban su kê ai bàn chỉ bà lùa chùm này đắng mình cụp còn thưa ở kê bọc nẹ bàn rứ trời khát bằng từ ngày cõi trời chăm túc riêng kết cú với bàn ở lón môn nâng xâm rạch chất nà hơi cho bao việc khâu ta hơi oi vì rui từ cho chập ở đá xa chỉ thầm mày anh ấy cũng đất mình cháy về khá dương plot sniết dương chắp chừa kê dương mơ khơi kịch hồ nâng dương ố bà này đã bụp lòng chồng từ anh nâng về chỉ cả thuê bà hai khả nông bà chữ bán khả nông thó lục hai thả bà vô kẹ vị bạch bên này thả sẽ cầm một hiệp bà chữ bán nâng ọt lọ cả thuê bà hai bà nhà mà đây mình cục con mình ban sạch cục còn liền mình để ban thầm thử sự mẹ chật khóc nâng viết thở ta từ tu score ta bị khóc hay trong cái nào mà biết lọp chụp ôn khá đại bà ở chi vừa cam hỏi đi thâu vì lòng trống còn giờ lời bụng mà đại chứ nào á buồn đọc mơn là chẳng tới còn bà tới dương ở miền Bắc vì sao dương ở Scotty xa dương ở miền tầm nhẹ tầm non cho môi tệ thì chun thầm thở đùa ta đùa khôi chất thấy nơi áo cái sao bà nâng túc lối có khát chất có khối trong khối cao chìm người xài sạt tiệt nâng của nạ vì thời tập lệ nâng ai mà đai phục nâng miền giờ tôi giờ bay câu này tới bên tay câu nâng áo cầm hộp nâng mình phồng bờ lệ bố mình phồng bờ lệ cô biết thời ta khát hái buồn đọc mơn là nâng ở hai miền bạn này mà với cả tục bà ná có vẻ ở đây ngày đó mà phiệp nâng an sẽ phải chiên từ mục phải ập rung chặt bắt to tiệt vào ní tập bọt mũi dậy bị cha ra ná mình bàn là ai than nè mình bàn bị cha ra ná bàn đặt lón mình bàn xua kia ấy bàn chỉ bảo ló chùm này đăng mình cục rón vừa ở cái bọc nè bàn
ឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននោះវាមានពេលខ្លះខឹងទប់បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើមិនអញ្ចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងឲ្យយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកបច្ចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬវិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកក្នុងចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកបច្ចៈហ្នឹងវាបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្ត
អវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាបង្វិលយើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេអតីតកាលពីរប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកញឹកទៅនាំតែក្តៅក្រហាយចិត្តហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានអ្នកអាចចងចាំរឿងល្អល្អឧស្សាហ៍នឹកដល់អំពើល្អដែលអ្នកបានសាងហើយរឿងមិនល្អចាត់ទុកជាមេរៀនជាផលកម្មចាស់ហើយចាប់ផ្ដើមសារជាថ្មីអតីតកាលមិនមែនជាផ្ទះសម្រាប់ស្នាក់នៅទេវាគ្រាន់តែជាស្រមើលទេតើនៅសល់បើអ្នកបាត់បង់អ្វីៗស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាម្នាក់មិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីប្រពុតក៏មានបាបតាមឲ្យផលដែរ
រឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងជំពាក់គេជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏បានធូរស្បើយខ្លះដែរតែបើអ្នកនៅតែកើតទុកមួម៉ៅនឹងរឿងនោះបាបនឹងកើនកម្លាំងឡើងវិញមិនមែនទ្រព្យអ្នកបើជាទ្រព្យអ្នកមិនងាយបាត់បង់ទៅណាទេតែបើអ្នកមានបាបកម្មពីមុនមកទ្រព្យនៅនឹងមុខក៏យកមិនបានឬត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេឲ្យវាទៅចុះស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់យើងដែរពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេសួរឯងឲ្យបានច្បាស់លាស់ចំណេះដឹងអ្នកមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាស់ហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រួសនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងបន្តដំណើរទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈជាបីសាយតាមលើងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលេងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តភក្តិទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យសត្វលោកវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលប្រឹងសន្សំបុណ្យកុសលដើម្បីបានជាយាននាំឲ្យរួចផុតពីសង្សារវដ្តអនត្តាបើនិយាយដោយបរមត្ថ
គ្មានអ្វីជារបស់យើងឬជាខ្លួនរបស់យើងទេរូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងសារជាថ្មីបើកឡានពេលខ្លះគង់ហួសផ្លូវត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មីត្បិតថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់ជៀសមិនរួចអ្នកណាក៏មានទុក្ខដែរទៅណាក៏គេចមិនរួចវាជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបព្រាត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីងសំពងច្រើនពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេមិនដូចគ្នាកុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងនឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអីមិនបានអីមកវិញទេបានតែមួម៉ៅថែមសម្រាប់ខ្លួនគិតមួយផ្លែតយល់ថាខ្លួនអ្នកបានរួចផុតពីទុក្ខហើយតែតាមពិតអ្នកនឹងបន្តរងទុក្ខទៅក្នុងជាតិខាងមុខទៀតហើយបានបន្សល់ទុកនៅភាពសោកសៅដល់គ្រួសារនិងជាគំរូមិនល្អដល់កូនចៅម្យ៉ាងទៀតវាមិនមែនជាមធ្យោបាយដោះស្រាយទេជីវិតតែងជួបនឹងបញ្ហាហើយបញ្ហាខ្លះជារឿងដែលអ្នកនឹកស្មានមិនដល់ទៀតផងប្រឹងដោះស្រាយទៅដោះបណ្ដើមួយជំហានម្ដងហេតុផលបើអ្នកដាំដូងអ្នកនឹងបានផ្លែដូងបើហេតុគ្រប់គ្រាន់ផលនឹងកើតឡើងអ្នកមិនអាចហាមឃាត់បានទេរឿងរ៉ាវទាំងឡាយសុទ្ធតែមានហេតុផលទើបកើតឡើងបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អរត់ទៅណាក៏គេចមិនរួចសូមកុំប្រឆាំងនឹងផលអីព្រោះគ្នាកើតតាមហេតុទេតែត្រូវរកវិធីដោះស្រាយវិញថ្ងៃរះថ្ងៃលិចថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនអាចហាមឃាត់បានទេ
យ៉ាងណាមិញជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាគ្មានអ្នកណាជៀសរួចឡើយបើជួបរឿងល្អចាត់ទុកថាជាផលបុណ្យបើជួបរឿងមិនល្អចាត់ទុកថាជាផលបាបទៅចុះហើយត្រូវតែហ៊ានប្រឈមព្រោះបើកិច្ចទៅណាក៏កិច្ចមិនផុតដែរហើយបើអ្នកមួម៉ៅច្រើនអ្នកកើតទុកក៏ច្រើនដែរក្តីសង្ឃឹមមេឃភ្លៀងគួងរាំងវិញជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេរឿងល្អអាចនឹងកើតឡើងនៅពេលបន្ទាប់បើអ្នកបន្តដំណើរទៅមុខទៀតដោយក្តីសង្ឃឹមសូមកុំរក្សារឿងអាក្រក់ក្នុងខួរក្បាលអ្នកយូរពេកទុកឱកាសឲ្យរឿងល្អខ្លះផងរឿងមិនល្អបានរលត់ទៅហើយរៀនចាប់ផ្ដើមសារជាថ្មីសង្ឃឹមថាអ្វីនឹងបានល្អប្រសើរទុកមិនទៀងដូចអ្វីផ្សេងទៀតដែរទុកសោកក្នុងចិត្តអ្នកនឹងប្រែប្រួលទៅបើអ្នកចេះពិចារណាចេះបដូរការគិតហើយមិនសូវរំលឹករំលើកវាមិត្តភក្តិល្អអាចជួយរំលែកទុក្ខបានខ្លះស្ដាប់ធម៌ឬអានសៀវភៅអប់រំចិត្តក៏ជាជំនួយស្មារតីអ្នកបានខ្លះដែរភ្លើងនឹងថយកម្ដៅទៅបើអ្នកមិនដាក់អុសថែមសេចក្តីទុក្ខនឹងសាបរលាបទៅបើអ្នករៀនលះបង់ការប្រកាន់នឹងមិនសូវរំលឹករំលើកវាស្រោចស្រពចិត្តរៀនរំលឹកដល់រឿងល្អរឿងបុណ្យកុសលធ្វើឲ្យចិត្តអ្នកបានសប្បាយនិងស្រស់ស្រាយរឿងមិនល្អកុំសូវរំលឹករំលើកវាញឹកញាប់ពេកព្រោះវានាំឲ្យក្តៅក្រហាយអ្នកអាចលើកមកដាស់តឿនខ្លួនឯងនិងមិត្តភក្តិអ្នកបានហើយបើរំលឹកទៅកើតចិត្តមួម៉ៅត្រូវប្រញាប់ដូរចិត្តទៅគិតរឿងផ្សេងរឿងដែលនាំឲ្យអ្នករីករាយចិត្តវិញមិនអាចបង្ខំបើអ្នកដាំទឹកទាល់តែ100អង្សាទៅពុះបើមិនទាន់ដល់កម្រិតទោះអ្នកអង្គុយយំក៏ទឹកមិនពុះដែរបើហេតុមិនទាន់គ្រប់គ្រាន់ផលមិនកើតឡើងឡើយអ្នកមិនអាចបង្ខំបានទេបើបុណ្យមានការព្យាយាមគ្រប់គ្រាន់ការងារអ្នកនឹងបានសម្រេចបើខ្វះបុណ្យហើយខ្វះការព្យាយាមទៀតអ្នកនឹងមិនបានសម្រេចដូចបំណងឡើយអត់ទោសឲ្យខ្លួនឯងកុំបន្ទោសខ្លួនឯងច្រើនពេកអ្នកមិនចង់ខុសមិនចង់អាក្រក់ទេតែអកុសលទាញអ្នកឲ្យដើរផ្លូវខុសណាស់ហើយចុះចាត់ទុកជាផលបាបចាស់ទៅចុះរៀនលើកលែងទោសឲ្យខ្លួនឯងផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2អ្នកនឹងបានប្រសើរជាងមុនព្រោះអ្នកមានបទពិសោធន៍ច្រើនជាងមុនលើកលែងឲ្យអ្នកដទៃអ្នកអាចចំណាំមនុស្សដែលធ្វើបាបអ្នកចាំល្បិចដែលគេបោកប្រាស់អ្នកកុំឲ្យគេបោកអ្នកបានទៀតតែអ្នកគួរលះបង់កំហឹងក្នុងចិត្តអ្នកព្រោះបើអ្នកនៅបន្តចងកំហឹងអ្នកនឹងបន្តដុតខ្លួនឯងពេលអ្នកលើកលែងទោស
អ្នកបានរួចផុតពីភ្លើងកំហឹងអ្នកបានធូរស្រាលពីសេចក្តីទុក្ខបន្ថយភ្លើងនឹងថយកម្ដៅបន្តិចម្ដងតាមពេលវេលាដែលកន្លងហួសទៅបើអ្នកមិនដាក់អុសថែមទុក្ខសោកទាំងឡាយនឹងរសាយបាត់បន្តិចម្ដងតាមពេលវេលាតាមការផ្លាស់ប្ដូរអារម្មណ៍និងរបៀបគិតបើអ្នកមិនរំលឹករំលើកវាញយពេកព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំត្អូញត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកព្រមតាមបុណ្យរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបានត្រេកអរពេលឃើញគេជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹងដោយសារបុណ្យយើងមានប៉ុណ្ណឹងមិនមានចិត្តច្រណែនអ្នកណាឡើយគេគិតពីខ្ញុំបើអ្នករវល់តែតាមដានថាតើគេនិយាយអីពីអ្នកគិតយ៉ាងណាចំពោះអ្នករកសេចក្តីសុខមិនឃើញទេរក្សាកាយវាចាអ្នកឲ្យបានល្អត្រឹមត្រូវសមរម្យតម្កល់ចិត្តអ្នកឲ្យបានល្អគេគិតយ៉ាងណានិយាយយ៉ាងណាយើងខាត់គេមិនបានទេរំលឹកត្រូវបើនឹកហើយក្តៅក្រហាយកុំនឹកវាញឹកញាប់ពេកបើចិត្តនៅតែនឹកសូមមានស្មារតីកំណត់ដឹងថាត្រឹមតែជាចិត្តគិតប៉ុណ្ណោះរឿងនោះបានរលត់បាត់ទៅហើយរួចទាញចិត្តមកគិតរឿងផ្សេងនិយាយរឿងផ្សេងធ្វើសកម្មភាពផ្សេងសូមកុំស្ដីបន្ទោសខ្លួនឯងអីចាត់ទុកថាជាផលកម្មចាស់ទៅចុះចិត្តនៅក្នុងខ្លួនខ្សោយស្មារតីធ្វើឲ្យអ្នករាយមាយចិត្តច្រើនចិត្តស្មុគស្មាញឆាប់មួម៉ៅឆាប់ធុញថប់ទម្លាប់ហៅចិត្តមកនៅនឹងខ្លួនអ្នកធ្វើអ្វីក៏មានស្មារតីដឹងខ្លួនដឹងសកម្មភាពដែលខ្លួនកំពុងធ្វើកុំបណ្ដោយឲ្យវារវើរវាយចេញពីខ្លួនច្រើនពេកនោះចិត្តអ្នកនឹងបាននឹងណយច្រើនបាត់បង់ញាតិជាទីស្រឡាញ់ជាពុទ្ធជនតែងសោកស្ដាយពេលបាត់បង់ញាតិជាទីស្រឡាញ់តែមិនគួរបណ្ដោយចិត្តឲ្យទុនជ្រាយខ្លាំងពេកទេការយំសោកមិនបានជាប្រយោជន៍ដល់អ្នកស្លាប់ឡើយគួរបំពេញបុណ្យរឿយហើយឧទ្ទិសកុសលជូនគាត់ដាក់បាតជាប្រចាំឬកសាងសមិទ្ធផលណាមួយឧទ្ទិសជូនទៅពេលអ្នកនឹកដល់គាត់អ្នកនឹកដល់បុណ្យដែលបានធ្វើហើយបានឧទ្ទិសជូនទៅអ្នកកើតចិត្តជ្រះថ្លាហើយ
នឹងបានឆ្ងាយពីភាពសោកសៅបន្តិចម្ដងមិត្តល្អប្រាប់រឿងរ៉ាវមិនសប្បាយចិត្តដល់មិត្តភក្តិដែលអ្នកទុកចិត្តជាកល្យាណមិត្តជាសប្បុរសជាមនុស្សមានគុណធម៌មិត្តល្អជួយអ្នកឲ្យដើរក្នុងផ្លូវត្រូវជួយផ្ដល់កម្លាំងចិត្តដល់អ្នកជួយផ្ដល់យោបល់ល្អនិងជួយលាក់បាំងរឿងកេរខ្មាស់ទាំងឡាយរបស់អ្នកមានមិត្តល្អនៅក្បែរខ្លួនដូចមានគ្រូពេទ្យចិត្តសាស្ត្រនៅជាមួយគេងរវល់ការងារប៉ុណ្ណាពិបាកចិត្តប៉ុណ្ណាក៏មិនត្រូវភ្លេចគេងដែរព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សុខភាពកាយចិត្តរបស់អ្នកបើអ្នកគេងមិនគ្រប់គ្រាន់រក្សាចិត្តឲ្យស្ងប់ផ្អាកគិតមួយរយៈសិនចាំស្អែកចាំគិតតទៀតលើកដៃប្រណម្យនមស្ការព្រះរតនត្រ័យនមោពុទ្ធស្សៈនមោធម្មស្សៈនមោសង្ឃស្សៈសូត្រឲ្យបាន3ដងដែលមានន័យថាសូមថ្វាយបង្គំចំពោះព្រះពុទ្ធសូមថ្វាយបង្គំចំពោះព្រះធម៌សូមថ្វាយបង្គំចំពោះព្រះសង្ឃរួចហើយផ្សាយមេត្តាចិត្តដល់ខ្លួនឯងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខផ្សាយមេត្តាចិត្តឲ្យខ្លួនឯងរឿយរួចបន្តផ្សាយមេត្តាចិត្តដល់សពសត្វទាំងអស់សូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខចិត្តអ្នកនឹងបានស្ងប់អ្នកនឹងគេងបានស្រួលបន្ទប់គេងនៅក្នុងបន្ទប់បិទជិតឈឹងមិនសូវមានខ្យល់ឆ្លងកាត់ខ្វះអុកស៊ីហ្សែននាំឲ្យអ្នកឆាប់មួម៉ៅឬកើតជំងឺ stress និងឆាប់អស់កម្លាំងគួរបើកទ្វារបង្អួចខ្លះដើម្បីយកពន្លឺយកខ្យល់អាកាសចូលបើអាចគួរមានដាក់ប្រដាប់បូមខ្យល់ដើម្បីឲ្យមានចលនាខ្យល់ចេញចូលអាហារកុំញ៉ាំច្រើនពេកត្រូវទំពាឲ្យម៉ត់ល្អញ៉ាំឲ្យទៀងពេលញ៉ាំអាហារដែលមានជីវជាតិនឹងជួយដល់សុខភាពបើញ៉ាំហើយកុំអង្គុយឬគេងភ្លាមគួរដើរខ្លះដើម្បីឲ្យអាហាររលាយល្អកុំញ៉ាំពេលល្ងាចច្រើនពេកព្រោះមិនសូវចាំបាច់នឹងធ្វើឲ្យឡើងគីឡូឆាប់ពិបាកចិត្តសូមកុំពិសាគ្រឿងស្រវឹងព្រោះវាធ្វើឲ្យពុលថ្លើមនាំឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយចុងក្រោយទុក្ខនឹងកើនឡើងថែមព្រោះកាយក៏ឈឺចិត្តក៏ឈឺហាត់ប្រាណជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលគាំងបេះដូងជួយកាត់បន្ថយជំងឺ stress ពង្រឹងប្រព័ន្ធការពាររាងកាយបង្កើនការចងចាំជាដើមបើអ្នកមិនបានធ្វើអីធំដុំក៏ត្រូវដើរយ៉ាងហោចឲ្យបាន30នាទីក្នុងមួយថ្ងៃដើម្បីបញ្ចេញញើសបញ្ចេញជាតិពុលពីខ្លួននាំឲ្យសុខភាពកាយក៏ប្រសើរសុខភាពចិត្តក៏ល្អ
ទូរស័ព្ទគួរកាត់បន្ថយខ្លះក៏ល្អព្រោះវាមានរឿងសម្រាមជាច្រើនហោះហើរពីពេញប្រព័ន្ធសង្គមម្យ៉ាងទៀតវាបានរំខានដល់ដំណេកនិងពេលវេលារបស់អ្នកហើយវាអាចនាំឲ្យប៉ះពាល់ដល់សុខភាពកាយផងសុខភាពចិត្តផងឆ្លៀតពេលអានសៀវភៅស្ដាប់ធម៌នៅស្ងប់ស្ងាត់ម្នាក់ឯងធ្វើសមាធិបញ្ចេញសកម្មភាពផ្លូវកាយខ្លះសូមកុំលក់ខ្លួនឲ្យទូរស័ព្ទច្រើនពេកហើយក៏កុំសូវតាមដានរឿងអត់ប្រយោជន៍ច្រើនពេកដែរពេលវេលាអាចជួយអ្នកបានខ្លះដែរកំហឹងនិងសេចក្តីសោកអាចថមថយកម្លាំងបន្តិចម្ដងព្រោះអ្នកមានពេលពិចារណាឡើងវិញចិត្តអ្នកនឹងបានរឹងប៉ឹងឡើងបន្តិចម្ដងតែអ្នកត្រូវនៅក្បែរមិត្តភក្តិល្អដើម្បីជួយរក្សាលំនឹងផ្លូវចិត្តទម្លាប់គិតរឿងល្អនិយាយរឿងល្អស្ដាប់ធម៌អប់រំចិត្តគេងឲ្យបានគ្រប់គ្រាន់សម្រាប់សម្រួលផ្លូវកាយផ្លូវចិត្តអ្នកនឹងមានជំហររឹងមាំឡើងវិញ